នេះក៏ខ្លងដែលពូឲ្យពីលេមកហើយនេះតាមចេកទឿចេកដាំបាទឿមិនសុកក៏ដាំផ្នែកខាងក្រោយបាទឿផ្លែច្រើនទៅនេះដាំបាទឿពូជពីបងធាឲ្យនេះអន្តលេមកតាមផ្លែបាទឿបានច្រើនស្និទ្ធដែរបាទឿនេះស្និទ្ធអមកំពុងកាប់ដាំមិនទៀតដែរបាទឿដែរចានេះកូនទូចមែនអ៊ំអូទាស៊ីហ៎នេះវាដោះសាថ្មីនេះក្រូចសើចអ៊ំក៏ដាំនេះដែរនេះពលទឹកនឹងដែរនេះនេះដើមនេះព្រះត្រូវខ្មៅព្រះត្រូវបោះស្វាយខ្លងបាទគឺក្រូចសើចគឺខ្លងយើងដាំយូរអត់តាន់ចេញត្រួយអមណាអត់វាល្អដែរដឹងមិនគឺអត់តាន់ដាក់ត្រួយឲ្យអាចជាឡងដីខ្លោចទៅអត់ងាប់ស្រូវដែរ